នេះគឺជាមុំអែមសុងខ្យល់ពើជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំបានទៅផ្សារជីកមុងដែលខាងជីកមុងគាត់លក់ផ្លែល្ពៅត្រឹមតែ1000ទេអញ្ចឹងថ្ងៃហ្នឹងដែរគឺខ្ញុំបានទិញផ្លែល្ពៅ6ផ្លែអញ្ចឹងខ្ញុំយក2ផ្លែយកមកធ្វើសុងខ្យល់ល្ពៅអូខេហើយបន្ទាប់ពីហ្នឹងមកគឺខ្ញុំចាប់ផ្ដើមលាងបាទហើយលាងហើយគឺខ្ញុំបន្ថែមអាចដែរយកមកដោះបន្ថែមទៀតដើម្បីលាងទៅកាន់តែស្អាតអស់ដីហើយពេលយើងញ៉ាំទៅគឺវាស្និទ្ធនឹងមាត់ដែរបាទបន្ទាប់ពីហ្នឹងមកគឺខ្ញុំចាប់ផ្ដើមកាត់កដាលហ្នឹងមកបាទដើម្បីយកស្នូលល្ពៅខាងក្នុងចេញបាទទាំងគ្រាប់ទាំងខាងក្នុងនៃល្ពៅហ្នឹងយកចេញឲ្យស្អាតមកបាទបន្ទាប់ពីយកស្អាតហើយយើងចាប់ផ្ដើមលាងទឹកលាងអីចឹងទៅហើយខ្ញុំផ្កាប់ចោលមកយកដោយសារល្ពៅនេះខ្ញុំធ្វើពេលព្រឹកទេបាទអញ្ចឹងចាប់ផ្ដើមពេលព្រឹកហ្នឹងគឺខ្ញុំចាប់ផ្ដើមយកពងមាន់15គ្រាប់បាទអំបិល1ចុងស្លាបព្រាកាហ្វេខ្ទិះដូងខ្ញុំប្រើដូចជា250មីលីលីត្របាទហើយចាក់លាយបញ្ចូលជាមួយពងមាន់ហ្នឹងមកយើងកូរឲ្យសព្វហើយសម្រាប់ស្ករសគឺខ្ញុំប្រើដូចជា150ក្រាមអត់ប្រៃអត់ប្រៃអត់ផ្អែមហើយក៏អត់និយាយទៅអត់ផ្អែមមកល្មមឆ្ងាញ់បាទបន្ទាប់ពីយើងកូរហើយកូរឲ្យសព្វជាមួយដែលយើងលាយស្ករសខ្ទិះដូងហ្នឹងយើងកូរសព្វហើយគឺខ្ញុំបន្ថែមស្លឹកតយ3ឬក៏4បាទ4ស្លឹកដើម្បីបន្ថែមជាតិឈ្ងុយហើយនឹងអំបត្តិឆ្អាបពងមាន់ផងអញ្ចឹងបន្ទាប់ពីហ្នឹងហើយគឺខ្ញុំចាប់ផ្ដើមយកប្រាប់ច្រោះហ្នឹងច្រោះពងមាន់ដើម្បីឲ្យវាកាន់តែល្មុតល្អពេលយើងចំហុយទៅអញ្ចឹងបន្ទាប់ពីហ្នឹងហើយគឺខ្ញុំយកផ្លែល្ពៅមកដើម្បីដួសទឹកសុងខ្យល់ល្ពៅហ្នឹងដាក់ចូលល្ពៅហ្មងបាទបន្ទាប់ពីយើងដួសបានស្អាតអស់ហើយដួសបានពេញគ្រប់ពីល្ពៅហ្នឹងអស់ហើយគឺយើងចាប់ផ្ដើមដាក់ចំហុយហើយសម្រាប់ចំហុយនេះគឺខ្ញុំដាំទឹកឲ្យពុះបានខ្ញុំដាក់ល្ពៅចូលអញ្ចឹងសម្រាប់កំណត់នាទីគឺខ្ញុំប្រើ50នាទីគឺល្មមហ្មងល្ពៅខ្ញុំធំដែរអញ្ចឹងគឺពេលយើងចុចទៅអត់មានជាប់ទឹកហើយចុចទៅវាហាប់ណែមានន័យថាល្ពៅយើងឆ្អិនហើយបាទគឺល្អមែនតើបាទនេះគឺរួចរាល់ហើយបាទឆ្ងាញ់អត់ផ្អែមហើយរសជាតិខ្ញុំឲ្យ11លើ10ហ្មងអាហ្នឹងខ្ញុំហ៊ាននិយាយអញ្ចឹងហ្មង11លើ10បាទបន្ទាប់ពីធ្វើហើយគឺខ្ញុំចាប់ផ្ដើមទៅកោះដាច់បាទទៅកោះដាច់ទៅផ្ទះតាដើម្បីយកល្ពៅដែលខ្ញុំសង្ខ្យាល្ពៅដែលខ្ញុំធ្វើហ្នឹងយកឲ្យបាទមីងហូបអីចឹងទៅបាទនៅសល់នៅផ្ទះទៀតអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងគ្នាបាយបាយ